បងប្អូនទាំងអស់គ្នាបានមកគូទៀតហើយនេះបាទបានគូយ៉ាងម៉េចគឺក្រងបងប្អូនបាទយើងក្រងធ្វើជាបតោងសោបតោងខ្សែកក៏បានដែរបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលគាត់ស្រឡាញ់បានខ្ញុំធ្វើជាបតោងខ្សែកបាទដោយតែខ្ញុំបានថតវីដេអូមុនបាទខ្ញុំបានធ្វើឫស្សីដុសក្តារសាច់មកធ្វើជាបតោងខ្សែកបាទតែអត់បានក្រងចេះទេបងប្អូនបាទតើអត់បានធ្វើក្រងអញ្ចឹងទៅមើលទៅឃើញស្អាតអញ្ចឹងណាបាទនេះបាទស្អាតគួរសមបងប្អូនបាទហើយឫស្សីនេះគឺក្តារសាច់កញ្ចុំបាទប្រភេទកញ្ចុំដុសកប៉ុកនេះបាទចេញពីថ្នាំងនេះអត់រួចទេបាទប៉ុន្តែដុសចេញមកនេះបាទបើយើងមើលគឺកដាលតែម្ដងបាទឃើញកដាលចង់លើសផងបាទនេះគឺប្រភេទគេហៅថាកដាលសាច់កញ្ចុំបងប្អូនណាបាទហើយបើនេះវិញតាមពិតទៅត្រូវកដាលសាច់ជុលបាទបងប្អូនតែដោយសារខ្នែងបាទខ្នែងក៏ដោះមើលទៅកប៉ុករាងខ្លីមានតែមួយបាទពីនេះមកដោះជ្រងមានខ្នែងច្រើនអញ្ចឹងណាបាទដល់ពេលបាញ់ទៅវិញមានតែមួយបាទដោះតែមួយទំនងផងឲ្យបាញ់ល្អទៀតណាបងប្អូនទាំងអស់គ្នាបាទបាញ់ល្អទៀតហើយឥឡូវបានតែប៉ុណ្ណឹងបងប្អូនណាបាទមួយគូគឺខ្លីដូចគ្នាបាទអរគុណបងប្អូនទាំងអស់គ្នាបាទនេះអត់មានអីបង្ហាញទេមានតែប្រភេទពណ៌ចង2អង្គបាទមកបង្ហាញជូនបងប្អូនបាទមួយអង្គចងរាងណែនចិត្តមួយអង្គទៀតចងរាងប្រហោងចេះបាទហើយសម្រាប់អង្គនេះខ្ញុំថាឲ្យចោះឲ្យក្រងដូចជាខ្ញុំបានបង្ហោះពីក្រងឫស្សីជូនបងប្អូននៅវីដេអូមុនណាបាទអូក្រងអញ្ចឹងបាទតែអត់ទាន់បានធ្វើទេបងប្អូនហើយបាទនេះគឺប្រភេទវល្លិផោមបាទវល្លិផោមហ្នឹងហើយខាងប្រភេទវល្លិផោមខាងការពារដែរពុកម៉ែបងប្អូនបាទហ្នឹងហើយហើយនេះវិញខ្ញុំអត់សូវច្បាស់ទេប៉ុន្តែសួរបងគាត់ថាវល្លិយោងបាទចង់រាងចិត្តល្អមើលទៅណែនល្អអញ្ចឹងណាបាទស្អាតគួរសមបាទធម្មជាតិពុកម៉ែបងប្អូនបាទតម្រាំរកបានមួយបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយអរគុណច្រើនបាទជម្រាបលាបាទប្រភេទវល្លិចងខាងតិចតិជុំហ្នឹងហើយការពារផងណាមិនដឹងថាជាវល្លិអីទេបាទហ្នឹងហើយខ្ញុំប្រភេទវល្លិនេះខ្ញុំបានយូរហើយរកអត់ឃើញបងប្អូនរកអត់ឃើញដើមវែងដែរនេះខ្ញុំទំកាត់ចេញទេបាទទំកាត់ចេញហើយអត់ដឹងថាវល្លិអីទេបាទហ្នឹងហើយផ្លេចហើយធំសំណំទៀតណាបាទហ្នឹងហើយតទៅឃើញដូចជាមានចង់និយាយថាដូចជាមានសត្វចូលស៊ីហើយបាទសត្វចូលស៊ីអញ្ចឹងទៅក៏ហើយខ្ញុំបានដកកែវខ្លះអញ្ចឹងទៅបាទដើម្បីឲ្យកុំឲ្យវាមើលទេរៀងតុនភោកអីចឹងណាបាទតែនេះគឺមិនតុនហ្មងហើយក៏មិនភោកអីណាទេគ្រាន់តែយើងចាក់បន្ថែមទៅកុំឲ្យវាខូចទ្រង់ទ្រាយដើមអញ្ចឹងណាបាទភេទវល្លិចងហើយធំល្អទៀតណាបងប្អូនហ្នឹងហើយខ្ញុំដើររបានយូរដែរហើយក៏យកមកទុកឲ្យផ្លិចមិនដឹងដាក់នៅកន្លែងណារមិនឃើញតទៅរកឃើញឡើងចង់ខូចបាត់ហ្នឹងហើយធំល្អទៀតថារទៅបានទៅធ្វើជាមេបតោងបាទមេបតោងអញ្ចឹងណាឥឡូវចង់ខូចបាត់ហើយបងប្អូនបាទណាចេះតែរក្សាទៅបាទនេះយកមកលេបប្រេងលេបអីរក្សាឡើងវិញមើលចាំមើលអាចទុកបានអត់បាទសួស្តីបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះខ្ញុំបាទមាននៅឫស្សីដុសក្តារសាច់បាទហ្នឹងហើយឫស្សីដុសក្តារសាច់ធ្លាប់បានបង្ហាញជូនបងប្អូនហើយគាត់គាត់ថាយើងអត់បានសម្អាតហើយនេះបាទខ្ញុំបានខាត់រាងចុងរាងមូលរាងស្រួចអញ្ចឹងទៅสนุก
ពេលយើងចោះដាក់កវលយើងចង់រុំចង់អីគឺស្រួលបាទហើយពេលកដាសាច់នេះគឺលក្ខណៈកញ្ចុំបាទលក្ខណៈកញ្ចុំនេះក៏កញ្ចុំដែរបងប្អូនបាទនេះគាត់ថាគាត់ដោះយ៉ាងខិតអត់ចំកដាលបាទស្ទើរកដាលបន្តិចនេះប្រភេទកញ្ចុំដែរបាទញ៉េប្រភេទកញ្ចុំដែរហើយនេះវិញបងប្អូននេះដោះបាទយើងមើលយ៉ាងស្ទើរកដាលបន្តិចបាទហ្នឹងហើយគាត់ថាគឺជាឫស្សីដោះកដាសាច់ហើយបាទប្រភេទកញ្ចុំបាទហើយនេះក៏មានឆ្កល់2ដែរនេះចុងកលា2នេះបាទហៅថាប្រភេទកញ្ចុំស្របប្រភេទឫស្សីកញ្ចុំស្របបាទបាទហើយមានបន្តទៀតដែរបាទនេះបាទក៏ដោះមើលទៅតំណងដែរនេះបាទចុងបន្លាអត់តបានសម្អាតទេបាទហើយនេះប្រភេទកញ្ចុំភ្លុះបាទហ្នឹងហើយចឹងអត់មានអីច្រើនទេពុកម៉ែបងប្អូនណាបាទនៅការបង្ហាញឫស្សីមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនបាទអរគុណច្រើនបាទជម្រាបលាបាទជួបគ្នាវីដេអូក្រោយទៀតបាទបាយបាយ